សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីការបង្កើត file លើ Windows Server ដើម្បីធ្វើការគ្រប់គ្រងទៅលើ user ដែលយើងនឹងគឺអាចផ្ដល់សិទ្ធិឲ្យគាត់នឹងគឺអាចប្រើប្រាស់បានប៉ុណ្ណាទៅលើ device ដែលយើងនឹងគឺឲ្យគាត់ប្រើប្រាស់អីចឹងទៅដោយជាដំបូងនឹងយើងគ្រាន់តែចុច Windows OR មកវាពាក្យថា MMC ហើយយើងចូលទៅដល់ទីតាំងកន្លែងមួយដែលមានឈ្មោះថា console root ទីតាំងកន្លែងមួយហ្នឹងយើងអាចចាំបាច់ធ្វើអ្វីច្រើនទេយើងគ្រាន់តែចុចទៅកាន់ពាក្យថា file ហើយយើងរកទៅកាន់ពាក្យថា add remote snap in ហ្នឹងយើងចុចពាក្យមួយហ្នឹងមកហើយយើងស្វែងរកទៅកាន់ file ដែលយើងនឹងគឺចង់ស្វែងរកដែលមានឈ្មោះ Active Directory User ហ្នឹងយើង add ចូលមកហើយយើងចុចពាក្យ OK មកយើងនឹងបាន file Active Directory មួយនៅទីតាំងកន្លែង console root របស់យើងទីតាំងកន្លែងមួយនេះឯងហើយយើងចង់ឲ្យមានភាពងាយស្រួលបន្ថែមទៀតយើងគ្រាន់តែ add នៅ file ទាំងអស់ហ្នឹងដាក់នៅលើផ្ទាំងអេក្រង់របស់យើងដើម្បីយើងងាយស្រួលធ្វើការ config នឹងជាងទីតាំងកន្លែងមួយនេះអីចឹងទៅសម្រាប់ខ្ញុំវិញខ្ញុំជ្រើសរើសទីតាំងដែលនៅលើ desktop ហើយនិង disk PC ហើយខ្ញុំនឹងគឺបានកំណត់ឈ្មោះឲ្យទៅកាន់វាហើយបង្កើត folder ថ្មីមួយទៅសម្រាប់វាចឹងទៅដើម្បីខ្ញុំនឹងគឺអាចងាយស្រួលធ្វើការស្វែងរក file មួយហ្នឹងដែលខ្ញុំនឹងគឺបានរក្សាទុកបន្ទាប់ពីខ្ញុំធ្វើការ add ហើយបង្កើត file ឲ្យអស់ហើយខ្ញុំក៏បានឃើញដែរថាអ្វីដែលខ្ញុំនឹងគឺបានបង្កើតនឹងគឺវានឹងបាន pop ចេញនៅលើផ្ទាំងអេក្រង់របស់ខ្ញុំមកហើយខ្ញុំគ្រាន់តែចុចបើកវាមកហើយខ្ញុំចុចបើកបន្តទៀតទៅកាន់ file Active Directory ហ្នឹងមកខ្ញុំនឹងបានឃើញ file មួយចំនួនទៀតដែលខ្ញុំនឹងគឺបានបង្កើតពីមុនមកហើយខ្ញុំចុចទៅកាន់ M4 local របស់ខ្ញុំទៅខ្ញុំនឹងឃើញថាមាននៅ start មាន accounting មានអីជាច្រើនទីតាំងកន្លែងមួយហ្នឹងអ្វីដែលខ្ញុំគឺត្រូវការធ្វើការ config ហ្នឹងគឺជា accounting ហ្នឹងឯងគ្រាន់តែចុចពាក្យ accounting ហ្នឹងមកហើយចុចញ៉ាបូកនេះមកវានឹងចុចពាក្យនៅមួយចំនួនទៀតហើយដូចជា staff ដូចជា IT ដូចជាអីចឹងទៅទីតាំងកន្លែងមួយនេះខ្ញុំគ្រាន់តែចុចបើកពាក្យ accounting ហើយខ្ញុំធ្វើការ config ទៅលើ staff ក៏ប៉ុន្តែឥឡូវនេះខ្ញុំបើកពាក្យ staff ហ្នឹងទៅខ្ញុំឃើញថា user របស់ខ្ញុំនឹងគឺមានត្រឹមតែម្នាក់ទេចឹងហើយខ្ញុំត្រូវការមនុស្សម្នាក់ទៀតដើម្បីធ្វើការ config ចឹងដើម្បីដាក់ម្នាក់គឺជា admin ហើយម្នាក់ទៀតគឺជា user ដើម្បីធ្វើការកំណត់ឲ្យគាត់មានសិទ្ធិប្រើប៉ុណ្ណាគឺជា admin ហើយប៉ុណ្ណាគឺជា user ចឹងហើយខ្ញុំនឹងគឺត្រូវធ្វើការ add ទៅកាន់ user ហ្នឹងថាម្នាក់ទៀតចឹងហើយយើងចេញពីទីតាំងកន្លែងមួយនេះសិនមកហើយខ្ញុំចូលទៅកាន់ទីតាំងកន្លែង add មនុស្សម្នាក់ទៀតអ្នកទាំងអស់គ្នានឹងគឺអាចមើលបានការ add របស់ខ្ញុំហ្នឹងគឺថាមិនខុសអំពីការពីមុនទេបន្ទាប់ពីខ្ញុំគឺបានវាយនៅ username ហើយនិង password username អីចប់ហើយខ្ញុំក៏ទទួលបាននៅមនុស្សម្នាក់ទៀតនឹងចូលមកកាន់ទីតាំងកន្លែងមួយនេះពិតមែនហើយទីបំផុតអ្វីដែលយើងគឺចង់បាននឹងគឺវាជោគជ័យហើយចឹងហើយយើងចូលទៅកាន់ MMC របស់យើងឡើងមកវិញមកយើងបើកមើលទៅថាវានឹងគឺមានដែរឬក៏អត់ដល់ពេលដែលខ្ញុំគឺបើកលើដំបូងនឹងគឺថាវាអត់តន់ចេញមកទេចឹងហើយខ្ញុំនឹងគឺត្រូវធ្វើការបិទហើយបើកវាម្ដងទៀតហើយទីបំផុតនឹងគឺថា user ម្នាក់ទៀតដែលខ្ញុំគឺបាន add នឹងគឺថាចេញមកហើយអ្វីដែលខ្ញុំគឺត្រូវធ្វើបន្តទៀតខ្ញុំគឺត្រូវធ្វើការបង្កើតនៅ group 2ដែល group ទី1ខ្ញុំឲ្យឈ្មោះថា admin ហើយ group ទី2នេះខ្ញុំឲ្យឈ្មោះថា assistant ដើម្បីធ្វើការកំណត់សិទ្ធិទៅកាន់ group ទាំងពីរហ្នឹងគឺថាអ្នកនៅខាង assistant អាចប្រើបានប៉ុណ្ណាហើយអ្នកនៅខាង admin គឺប្រើបានប៉ុណ្ណា
បន្ទាប់ពីខ្ញុំគឺបានបង្កើតក្រុមទាំងពីរហ្នឹងហើយខ្ញុំគឺត្រូវ add user ទាំងពីរហ្នឹងចូលទៅកាន់ក្រុមនីមួយៗហ្នឹងហើយខ្ញុំ add ទៅកាន់ Hong C ហ្នឹងចូលទៅកាន់ក្រុម admin អញ្ចឹងទៅផ្ដល់សិទ្ធិឲ្យទៅកាន់គាត់ធ្វើអីខ្លះបានអញ្ចឹងហើយខ្ញុំចង់ឲ្យគាត់គឺមានសិទ្ធិច្រើនអញ្ចឹងខ្ញុំ add ចូលទៅកាន់ក្រុម admin ហ្នឹងចំណែកឯអាសាវិញខ្ញុំ add គាត់ហ្នឹងចូលទៅកាន់ក្រុមផ្នែកខាងក្រោមគឺជា assistant បន្ទាប់ពីខ្ញុំហ្នឹងគឺបានធ្វើការ add ពួកគាត់ទាំងពីរចូលទៅកាន់ក្រុមទាំងពីរហ្នឹងរួចហើយហ្នឹងគឺថាអ្វីដែលខ្ញុំគឺត្រូវធ្វើបន្តទៀតហ្នឹងគឺខ្ញុំហ្នឹងគឺត្រូវ add ទៅកាន់ folder មួយហ្នឹងថែមមួយទៀតដែលមានឈ្មោះថា share folder ដើម្បីឲ្យខ្ញុំហ្នឹងគឺថាធ្វើការ share នៅ folder មួយហ្នឹងកំណត់ទៅលើសិទ្ធិអ្នកប្រើប្រាស់របស់ខ្ញុំទាំងពីរដែលហ្នឹងគាត់ហ្នឹងគឺមានសិទ្ធិប៉ុណ្ណាអញ្ចឹងហើយអ្នកនរគ្នាអាចមើលបានបន្ទាប់ពីខ្ញុំគឺបាន add ទៅកាន់ file share folder មួយហ្នឹងហើយខ្ញុំក៏ទទួលបាន file share folder មួយហើយខ្ញុំក៏ចុចបើកមកហើយចុចពាក្យថា share មកហើយខ្ញុំចូលទៅកាន់ folder មួយហ្នឹងមកហើយខ្ញុំចុចពាក្យថា new ហើយខ្ញុំបង្កើតទៅកាន់ folder path ថ្មីមួយសម្រាប់ទីតាំងកន្លែងមួយហ្នឹងសម្រាប់ខ្ញុំវិញទីតាំងកន្លែង folder path មួយហ្នឹងខ្ញុំនឹង store វាទុកដូចជាពីមុនអញ្ចឹងដើម្បីបង្កើនភាពងាយស្រួលសម្រាប់ខ្ញុំធ្វើការស្វែងរកទៅកាន់ folder មួយហ្នឹងមិនញ៉ៃច្រើនដាក់វាទលេទៅអញ្ចឹងហើយខ្ញុំនឹងក៏បង្កើត folder ថ្មីមួយដាក់វាតែឯងយកតែម្ដងទៅបន្ទាប់ពីខ្ញុំគឺបានបង្កើត folder ថ្មីមួយហ្នឹងសម្រាប់ទីតាំងកន្លែងមួយហ្នឹងហើយហ្នឹងខ្ញុំក៏បានចុចពាក្យ next តទៀតហើយយើងមិនបាច់ចាំបាច់ធ្វើអីទេឡើយនេះយើងចុច next តទៀតមកហើយទីតាំងកន្លែងមួយនេះគឺពិតជាសំខាន់ខ្លាំងមែនទេអ្នកនរគ្នាអាចមើលបានទីតាំងបណ្ដៃខាងលើហ្នឹងគឺថាយើងមិនបាច់ចាំបាច់ config អីទេគឺថាទាំងអស់ហ្នឹងគឺថាឲ្យតែចូលទីតាំងកន្លែងដែលយើងគឺបាន share folder នេះគឺថាគាត់មានសិទ្ធិត្រឹមតែអានទេគឺមិនអាចធ្វើអ្វីបានទាំងអស់ដូច្នេះខ្ញុំនេះគឺអត់ចង់បានដូចជាផ្នែកខាងលើហ្នឹងទេខ្ញុំចង់ customize អញ្ចឹងណាដើម្បីខ្ញុំនេះគឺអាចកំណត់ថានរណាគេអាចធ្វើឲ្យបានខ្លះចឹងខ្ញុំយកក្រោមគេហើយជាបន្តទៅទៀតខ្ញុំនឹងគឺត្រូវចុចពាក្យ custom ហ្នឹងដើម្បីធ្វើការ add ទៅកាន់គ្រប់ទាំងពីរហ្នឹងដើម្បីផ្ដល់សិទ្ធិឲ្យទៅកាន់គាត់អញ្ចឹងណាដើម្បីឲ្យគាត់ហ្នឹងគឺអាចប្រើអីបានខ្លះទៅអ្នកទាំងអស់គ្នាគឺអាចធ្វើការទស្សនាបានហើយចំពោះទីតាំងកន្លែងមួយនេះវិញគឺថា admin ហ្នឹងខ្ញុំហ្នឹងគឺបានផ្ដល់សិទ្ធិឲ្យទៅកាន់គាត់ហ្នឹងគឺថាធ្វើទាំងអស់យកតែម្ដងអាច read អាច write អាចធ្វើការកែឯកសារអាចធ្វើអីបានទាំងអស់គឺថាគាត់អាចធ្វើអ្វីបានទាំងអស់នៅលើកុំព្យូទ័រមួយហ្នឹងក៏ប៉ុន្តែចំណែក assistant វិញគាត់ហ្នឹងគឺគ្មានសិទ្ធិទេខ្ញុំផ្ដល់សិទ្ធិឲ្យគាត់ហ្នឹងគឺត្រឹមតែអាចធ្វើការអានឯកសារបានទេគ្មានសិទ្ធិកែហើយក៏គ្មានសិទ្ធិ add ឯកសារថែមដែរ
ចំណុចមួយនេះគឺថាវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាថា assistant ហ្នឹងគឺថាអាច log in ចូលទៅក្នុង account របស់គាត់ហើយគាត់ហ្នឹងគឺមិនអាច add folder បានយ៉ាងម៉េចហើយនឹងការ join domain របស់ពួកគាត់ទាំងពីរហ្នឹងគឺថាអាចឲ្យគាត់ហ្នឹងគឺថា share resource គ្នាឲ្យបានបែបណាខ្លះហ្នឹងដើម្បីឲ្យគាត់ហ្នឹងគឺអាចចែករំលែកឯកសារគ្នាទៅវិញទៅមកអញ្ចឹងហើយវីដេអូមួយនេះមានត្រឹមតែប៉ុណ្្នឹងអាចចាំជួបខ្ញុំនៅក្នុងវីដេអូក្រោយទៀតអរគុណសម្រាប់ការទស្សនារបស់អ្នកនរគ្នាបាយបាយ